សូមបងប្អូនទូទាំងប្រទេសត្រូវតែចងចាំកុំបំភ្លេចឲ្យសោះនៅថ្ងៃនេះថ្ងៃទី28កាលពីមួយឆ្នាំមុនវីរៈកងទ័ពកម្ពុជាជួរមុខរបស់យើងគឺលោកពូស៊ុនរូនបានពលីមុនគេនៅមុំបីដោយទ័ពសៀមបានបាញ់សម្លាប់នៅក្នុងលានដ្ឋាននៅលើទឹកដីកម្ពុជារបស់យើងហើយបន្ទាប់មកទ័ពសៀមឈ្លានពានបានបើកការវាយប្រហារយ៉ាងកំរោលសាហាវព្រៃផ្សៃពីរលើកបន្ថែមទៀតមកលើទឹកដីកម្ពុជារបស់យើងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជារួមទាំងប្រាសាទដូនតាខ្មែរនិងបងប្អូនភាសាកម្ពុជារាប់ម៉ឺននាក់អញ្ចឹងដល់ពេលហើយដល់ពេលដែលបងប្អូនកម្ពុជាមិនថានៅក្នុងប្រទេសឬក៏ក្រៅប្រទេសនោះទេដល់ពេលដែលខ្មែររួមគ្នាជាធ្លុងមួយដើម្បីទប់ទល់ជាមួយនឹងចៅឈ្លានពានហើយជាពិសេសគឺការពហិការផលិតផលចៅសៀមរបស់បងប្អូនកម្ពុជាយើងមិនយូរមិនឆាប់នោះទេសេដ្ឋកិច្ចសៀមច្បាស់ជាស្លាប់ជាក់ជាមិនខានហើយសូមបងប្អូនកម្ពុជារបស់យើងសូមបន្តជឿជាក់លើរដ្ឋាភិបាលកម្ពុជាសម្ដេចទាំងទ្វេមិនឲ្យចៅសៀមរួចខ្លួននោះទេ